ឆ្លងស្ពានសម្រាប់ការកាត់លុយចាបន្ទាប់មកទៀតយើងចតឡានហើយយើងជិះ subway បន្តទៅទីក្រុងញូវយ៉កពេលម្ដងបន្តទៅញូវយ៉កពេលខ្ញុំទៅហ្នឹងក៏អត់សូវបានដើរលេងកន្លែងច្រើនដែរដោយសារប្រចាំអាកាសធាតុត្រជាក់ផងមេឃភ្លៀងផងណាមួយកូនតូចដល់អញ្ចឹងទៅយើងដើរបានតែចិត្តសម្រាប់យើងនិយាយទៅអត់សូវបានដើរលេងកន្លែងច្រើនទេក៏តែក៏ជាលើកទី1ចឹងមានឱកាសបងអូននឹងក្មួយគាត់មានពេលតនេជូនទៅដើរឲ្យស្គាល់អញ្ចឹងណាអាកាសធាតុសើមណៃផងអញ្ចឹងជួបគ្នាលើកក្រោយទៀតសម្រាប់ទៅលេងញូវយ៉កបាយបាយ